ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះគឺយើងចូលវគ្គថ្មីណាដែលវគ្គទី3ហ្នឹងគឺតួប្រុសរបស់យើងគឺចាប់ផ្ដើម take care តួស្រីយើងបដាទៀតអញ្ចឹងណាហើយបន្ទាប់ពីយើងតពីវគ្គមុនហ្នឹងពេលដែលតួប្រុសរបស់យើងសម្លឹងឃើញទៅកាន់តួស្រីរបស់យើងហ្នឹងឃើញថានាងកំពុងតែផ្ដាសាយផងហើយមើលទៅដូចជាត្រជាក់អញ្ចឹងណាតួប្រុសរបស់យើងហ្នឹងក៏មិនបង្អង់យូរទេក៏ទៅបិទម៉ាស៊ីនត្រជាក់ស្របពេលដែលកំពុងតែប្រជុំគ្នាច្រើនទៀតអញ្ចឹងណាដល់តែពេលអញ្ចឹងទៅតួប្រុសរបស់យើងសិនហើយមីងហ្នឹងក៏អត់មានខ្វល់ពីបកកលឹកហើយនឹងខ្លួនឯងថាក្តៅប៉ុណ្ណាទេសំខាន់ឲ្យតែតួស្រីរបស់យើងហ្នឹងបានស្រួលខ្លួនតែម្នាក់ឯងហ្នឹងគឺរួចបាត់ទៅហើយអញ្ចឹងណាហើយបើមើលបកកលឹកហើយនឹងខ្លួនឯងឯនេះវិញនិយាយពីថាបែកញើសផងផឹកទឹកផងដោះអាវផងគឺថាមិនធម្មតាហ្មងអញ្ចឹងណាហើយតែស្រឡាញ់គេហើយបន្ទាប់ពីហ្នឹងមកតួស្រីរបស់យើងគឺថាស្លេកស្លាំងតែម្ដងហើយចាប់ផ្ដើមអត់ស្រួលខ្លួនទៅអញ្ចឹងណាក៏បានសន្លប់តែម្ដងចំណែកតួប្រុសយើងឯនេះវិញពេលដែលឃើញអញ្ចឹងហើយក៏ហត់ទៅ3តួស្រីរបស់យើងនាំទៅមន្ទីរពេទ្យតែម្ដងហើយម្ដងមន្ទីរពេទ្យឯនេះវិញតួប្រុសរបស់យើងគឺនៅ take care តួស្រីរបស់យើងរហូតដល់ដឹងខ្លួនតែម្ដងអញ្ចឹងណាអត់មានទៅណាចោលតួស្រីរបស់យើងទេហើយសំខាន់តួស្រីរបស់យើងថ្ងៃហ្នឹងគឺគ្មានបានសម្ភាសជាមួយតួប្រុសទេអញ្ចឹងណាហើយបន្ទាប់ពីហ្នឹងមកតួស្រីរបស់យើងក៏បានដឹងខ្លួនបន្ទាប់ពីដឹងខ្លួនមកក៏ឃើញតួប្រុសនៅចាំក្បែរនឹងឯងហើយសិនហៅមីងរបស់យើងហ្នឹងក៏បាននិយាយទៅកាន់សួរយានថាមកពីនាងខំប្រឹងប្រែងធ្វើការខ្លាំងពេកបានរហូតទៅដល់អស់កម្លាំងសន្លប់តែម្ដងអញ្ចឹងទៅងាកមកមើលទឹកមុខរបស់តួស្រីរបស់យើងនេះស្លេកស្លាំងអស់ហើយពេលហ្នឹងនាងក៏បានស្រែកទឹកអញ្ចឹងណាហើយតួប្រុសរបស់យើងហ្នឹងក៏បានយកទឹកអីទៅឲ្យនាងទៅហើយ take care នាង take care កំដរហោហាអញ្ចឹងទៅចំណែកឯតួស្រីរបស់យើងអានេះវិញគឺថាក្នុងចិត្តហ្នឹងមិនដែលមានអ្នកណាធ្វើល្អដាក់នាងអីចឹងណាក្នុងចិត្តហ្នឹងរំភើបអស់ហើយក្នុងចិត្តសួរយានរបស់យើងហ្នឹងប្រហែលជាគិតថានាងជានារីដែលសំណាងបំផុតហើយមើលទៅអញ្ចឹងណាព្រោះបានមានអ្នកមើលថែដិតដល់អញ្ចឹងបន្ទាប់ពីសួរយានរបស់យើងហ្នឹងបានធូរស្រាលហើយក៏បានចេញពីមន្ទីរពេទ្យដែរតួប្រុសរបស់យើងស៊ីនហាមីហ្នឹងក៏បាននាំសួរយានរបស់យើងហ្នឹងទៅជួបអនាគតម្ដាយក្មេកម្ដងទៀតអញ្ចឹងណាហើយម្លងពេលហ្នឹងមិត្តភ័ក្តិរបស់ម៉ាក់របស់គាត់ហ្នឹងក៏នៅជុំគ្នានៅនឹងដែរចំណែកម៉ាក់បងស៊ីនហៅមីងរបស់យើងហ្នឹងក៏អត់មាននិយាយអីដែរគាត់ថាញញឹមអីធម្មតាទៅប៉ុន្តែចៃដន្យណាពេលហ្នឹងឪពុករបស់ស៊ីនហៅមីងរបស់យើងហ្នឹងក៏នៅរងចាំស៊ីនហៅមីងនៅក្នុងផ្ទះដែរអញ្ចឹងណាហើយម្ដាយរបស់គាត់ហ្នឹងក៏បានឲ្យតួប្រុសរបស់យើងហ្នឹងទៅនិយាយជាមួយនឹងឪពុករបស់គាត់ហើយក៏បានទុកឲ្យតួស្រីរបស់យើងហ្នឹងនៅនិយាយជាមួយនឹងម្ដាយរបស់គាត់ក៏ដូចជាមិត្តភ័ក្តិរបស់ម្ដាយរបស់គាត់នៅនឹងម្នាក់ឯងទៅឥឡូវគឺថាដល់វគ្គដែលម្ដាយស៊ីនហៅមីងរបស់យើងហ្នឹងគឺចង់ធ្វើបែបអនាគតកូនប្រសាម្ដងណាហើយបើងាកទៅមើលតួស្រីរបស់យើងស៊ូយាននេះទោះបីជាដឹងតែម្ដាយក្មេកហ្នឹងចង់ធ្វើបាបក៏មិនដឹងជាធ្វើមិនក៏អត់ខ្វល់អីដែរអញ្ចឹងណាមានតែចេះជួយយកអាសាអីអញ្ចឹងទៅចំណែកឯម្ដាយក្មេកឯនេះបន្ទាប់ពីមានមិត្តភ័ក្តិមួយទៀតមកដល់ហ្នឹងក៏ប្រាប់ទៅកាន់មិត្តភ័ក្តិរបស់គាត់ហ្នឹងថាជាមិត្តភ័ក្តិរបស់ស៊ីនហៅមីងនឹងឯងតែនៅតួប្រុសរបស់យើងហ្នឹងបានប្រាប់មុនហ្នឹងហើយថាស៊ូយានរបស់យើងហ្នឹងគឺជាមិត្តស្រីអញ្ចឹងណាស៊ូយានឯនេះវិញក៏អត់មានខ្វល់អីដែរមានតែបដ ாய் តាមហ្នឹងសិនទៅអញ្ចឹងណាស្របពេលដែលអ្នកបម្រើហ្នឹងក៏បានយកអីវ៉ាន់ទៅផ្ទះបាយហើយស៊ូយានឯនេះវិញក៏បានជួយគាត់យកអីវ៉ាន់ផ្លែឈើហ្នឹងទៅផ្ទះបាយជាមួយដែរចំណែកអាមីងឡានឯនេះវិញក៏បាននិយាយទៅកាន់ស៊ូយានថាស៊ូយានតួស្រីរបស់យើងហ្នឹងគឺថាខុសពីនារីដតីទៀតអញ្ចឹងណាបើទោះបីជាតួស្រីរបស់យើងហ្នឹងតុបតែងខ្លួនឡើងស្អាតគ្មានទាស់ត្រង់ណាក៏ដោយក៏មីងឡានហ្នឹងក៏បានចាប់កំហុសថាតួស្រីហ្នឹងគឺថាធ្វើសក់មិនបានស្អាតគ្រប់ជ្រុងជ្រោយអីអញ្ចឹងណាពិតជាមិនធម្មតាដែរហ្នឹងណាហើយស្របពេលហ្នឹងដែរម្ដាយរបស់តួប្រុសរបស់យើងហ្នឹងក៏បានមកដល់ហើយបន្ទាប់មកក៏បានស៊ូយានថាល្ងាចហ្នឹងគឺនៅញ៉ាំបាយជុំគ្នាអីអញ្ចឹងណាហើយតួស្រីរបស់យើងស៊ូយានហ្នឹងក៏អត់បានប្រកែកអីដែរក៏និយាយថាអូខេប៉ុន្តែបែរជាម៉ាក់បងតួប្រុសរបស់យើងហ្នឹងប្រាប់ថាឲ្យតួស្រីរបស់យើងហ្នឹងទៅយកអាហារដែលបានកំងគាត់ថាតួស្រីរបស់យើងហាក់ខែងថាគេកំងហើយតែហើយហេតុអីបានអត់ឲ្យគេអ្នកយកអាហារហ្នឹងយកចូលតែម្ដងទៅចាំបាច់ឲ្យនាងទៅធ្វើអីអញ្ចឹងណាគាត់ថាស៊ូយានរបស់យើងហ្នឹងក៏អត់មានទៅតមកតក៏ប្រកែកអីដែរក៏ធ្វើតាមហ្នឹងទៅហើយបន្ទាប់ពីហ្នឹងមកម្ដាយក្មេកហ្នឹងបែរជានិយាយថាបន្ទាប់ពីតួស្រីរបស់យើងហ្នឹងយកអាហារហើយអាចដាក់ចូលក្នុងផ្ទះហ្នឹងបានប្រហែលជាល្ងាចហ្នឹងយើងអត់មានពេលញ៉ាំអីជុំគ្នាទេដល់ពេលអញ្ចឹងទៅតួស្រីអានេះវិញដឹងនិយាយមិនទៀតគឺមានតែខំមាត់សង្កត់ថ្មិញអត់ធ្មត់នឹងឯងធ្វើមិនបើយើងស្រឡាញ់កូនគេចូលមកដល់កន្លែងការងាររបស់តួស្រីយើងស៊ូយានវិញម្ដងណាដោយសារយើងដឹងថាតួស្រីរបស់យើងគឺខិតខំប្រឹងប្រែងធ្វើការច្រើនខ្លាំងណាស់ដើម្បីខ្លាចជាក្តីសម័យរបស់នាងធ្វើជាពិធីការនីអញ្ចឹងណាប៉ុន្តែផ្ទុយទៅវិញចៅបាយរបស់នាងបានប្រាប់ថាតួស្រីការស្នើសុំរបស់តួស្រីរបស់យើងនឹងគឺអាចបានទេព្រោះដោយសារថាថ្នាក់លើហ្នឹងគឺគេពេញចិត្តជាមួយនឹងសុនស៊ូវៃជាងដូច្នេះតួស្រីហ្នឹងគឺមានតែរងចាំនឹងឯងចំណែកឯតួស្រីរបស់យើងពេលលឺអញ្ចឹងក៏សង្ហាក់ចិត្តដែរព្រោះនាងគឺបានខិតខំប្រឹងប្រែងធ្វើការខ្លាំងណាស់ដែរអញ្ចឹងណាហើយដល់ពេលអញ្ចឹងទៅតួស្រីរបស់យើងគឺមានអារម្មណ៍ថាខ្លួនឯងតែងតែជាអ្នកជំនួសរបស់គេអញ្ចឹងទៅបន្ទាប់មកតួស្រីរបស់យើងក៏ដើរចេញទៅទ្រាំអត់ធ្មត់បន្តទៀតអញ្ចឹងណាហើយមកសន្ទុះក្រោយមកតួស្រីរបស់យើងក៏បានទទួលទូរស័ព្ទពីអនាគតម្ដាយក្មេកដែរអញ្ចឹងថ្ងៃហ្នឹងយើងឆ្ងល់តិចថាហេតុអីបានម្ដាយក្មេករបស់គាត់ហ្នឹងគឺថាអញ្ជើញស៊ូយានហ្នឹងទៅញ៉ាំបាយដល់ទៅពេលអញ្ចឹងទៅតួស្រីរបស់យើងហ្នឹងគឺថារៀងត្រៀមខ្លួនដែរអញ្ចឹងណាតែធ្វើខ្លួនតែធ្វើសក់កន្លែងហាងថ្លៃរៀងចំណាយដើមទុនតិចដែរបន្ទាប់មកក៏បានជួបគ្នាជាមួយម្ដាយក្មេកហើយតួស្រីរបស់យើងហ្នឹងក៏ណែនាំថាម្ដាយក្មេកចង់ប្រសាអីញ៉ាំអីអញ្ចឹងណាប៉ុន្តែម្ដាយក្មេកអានេះក៏បាននិយាយប្រាប់តួស្រីថាថ្ងៃហ្នឹងគឺមិនមែនមកតែ2នាក់ទេគាត់ហ្នឹងក៏មានភ្ញៀវចង់ណែនាំតួស្រីយើងដែរអញ្ចឹងណាហើយភ្ញៀវដែលគាត់បានអញ្ជើញមកថ្ងៃហ្នឹងមិនមែនជាភ្ញៀវវ័យចំណាស់ដូចសាមុនទេណាគឺសិតសឹងតែភ្ញៀវក្មេងៗដែលវ័យតាណាជាមួយនឹងស៊ូយានតួស្រីរបស់យើងនឹងឯង
ហើយស៊ូយៀនរបស់យើងឯនេះវិញដល់ពេលដែលឃើញចឹងហើយក៏មិនដឹងថានិយាយមិនទេមានតែឆ្ងល់ក្នុងចិត្តថាតាមម្ដាយក្មេករបស់គាត់នឹងចង់រៀបកម្រងការធ្វើអីចឹងណាព្រោះយើងដឹងហើយថាអនាគតម្ដាយក្មេករបស់ស៊ូយៀនឯនេះវិញគឺមិនបានពេញចិត្តជាមួយស៊ូយៀនទេព្រោះគាត់ថាស៊ូយៀននឹងគឺជាក្មេងស្រីដែលក្រីក្រតែប៉ុណ្ណោះមិនថាទូស្រីរបស់យើងនឹងខំបន្លំខ្លាំងអីមិនក៏ដោយក៏ម្ដាយរបស់គាត់នឹងមិនពេញចិត្តដែរហើយក៏បានណែនាំគ្នាទៅវិញទៅមកអញ្ចឹងទៅចំណែកឯម្ដាយរបស់តួប្រុសនឹងក៏បានប្រាប់ថាម្នាក់ស្រីនឹងគឺជាមិត្តភក្តិជិតស្និទ្ធរបស់តួប្រុសពីមុនមកអញ្ចឹងណាហើយបែកក្រោនគ្រួសារគេក៏មិនធម្មតាដែរទាំងគ្រួសារទាំងការសិក្សាទាំងឋានៈអីផ្សេងនឹងឯងចំណែកឯតួស្រីរបស់យើងឯនេះវិញមានតែនៅស្ងៀមនឹងឯងអត់មានទៅតបតអីទេងាកមកមើលកន្លែងការងាររបស់តួស្រីម្ដងតួស្រីរបស់យើងគឺបានជួបជាមួយតារាចម្រៀងសាន់មូហើយណាដែលតួស្រីរបស់យើងនឹងបានខំប្រឹងតាក់ទងបានផ្ញើសារអីទៅហើយតួប្រុសរបស់យើងនឹងក៏បានជួយទៅតាក់ទងជាមួយតារាចម្រៀងនឹងដែរបន្ទាប់ពីតួស្រីរបស់យើងបានធ្វើការបំពេញកិច្ចការងារសម្ភាសជាមួយតារាចម្រៀងនឹងហើយសពគ្រប់អស់ហើយតួស្រីរបស់យើងក៏បានទទួលទូរស័ព្ទម្ដងទៀតពីម្ដាយក្មេករបស់គាត់អញ្ចឹងណាលើកហ្នឹងគឺម្ដាយក្មេករបស់គាត់ណាត់ទៅជួបនៅកន្លែងទិញផ្ទះតែម្ដងដល់តែពេលអញ្ចឹងតួស្រីរបស់យើងចង់ឆ្ងល់វិញអញ្ចឹងណាថាតើលើកហ្នឹងម្ដាយក្មេករបស់គាត់នឹងមានកម្រងការអីទៀតហើយអញ្ចឹងណាអត់មានប្រកែកអីទេក៏បានទៅជួបជាមួយនឹងម្ដាយក្មេកនៅដល់ទីតាំងតែម្ដងទៅពេលដែលមកដល់ហើយគឺថាម្ដាយក្មេករបស់ស៊ូយៀនរបស់យើងនឹងជាមួយនឹងមិត្តភក្តិរបស់គាត់ម្នាក់ទៀតឈ្មោះថាស៊ូម៉ងហ្នឹងណាដែលមកជួយមើលផ្ទះហើយស៊ូយៀនរបស់យើងនឹងសំទោសផងអីផងពីព្រោះទុកឲ្យម្ដាយចាំយូរអត់មានខាតពេលអីទេក៏នាំគ្នាចូលទៅមើលកម្រងតែម្ដងទៅចំណែកឯបុគ្គលិកឯនេះវិញក៏បានណែនាំពីកម្រងផ្ទះអ្នកមួយទៅកាន់តួស្រីរបស់យើងក៏ដូចជាម្ដាយក្មេករបស់គាត់អញ្ចឹងណាហើយពេលហ្នឹងបុគ្គលិកហ្នឹងក៏បានសួរថាចង់បានផ្ទះបែបណាហើយទិញឲ្យអ្នកណាអញ្ចឹងណាចំណែកឯម្ដាយរបស់ស៊ីនហាមីងហ្នឹងក៏បាននិយាយថាគាត់នឹងទិញសម្រាប់កូនប្រុសរបស់គាត់ដែលចិត្តនឹងរៀបការហើយបុគ្គលិកឯនេះក៏មិនធម្មតាដែរអញ្ចឹងណាក៏បានសួរទៅម៉ាក់របស់តួប្រុសវិញទៀតថាកូនកំមុំហ្នឹងណាគេអញ្ចឹងណាហើយម្ដាយរបស់តួប្រុសហើយនឹងមិត្តភក្តិរបស់គាត់ហ្នឹងក៏បានសម្លឹងទៅកាន់តួស្រីហើយតួស្រីហ្នឹងប្រហែលជាគិតថាខ្លួនឯងជាកូនប្រសាហើយអញ្ចឹងក៏លួចរំភើបតិចតួចដែរគាត់ពេលហ្នឹងតួស្រីរបស់យើងក៏ឆ្ងល់ថាហេតុអីអត់ហៅតួប្រុសមកមើលផ្ទះជាមួយគ្នាជុំគ្នាតែម្ដងហ្មងទៅអញ្ចឹងណាមិនបានហៅតែគេមកម្នាក់ឯងអញ្ចឹងណាអញ្ចឹងទៅស៊ូយៀនហ្នឹងក៏រៀងឆ្ងល់ដែរចំណែកឯម៉ាក់តួប្រុសឯនេះវិញគេជាម្ដាយអញ្ចឹងទៅគេចេះចាត់ចែងឲ្យថាទិញអីផ្ទះអីបែបណាសម្រាប់កូនប្រុសគេអញ្ចឹងណាហើយស៊ូយៀនឯនេះវិញក៏មិនបានតបតអីទៀតដែរប៉ុន្តែវគ្គហ្នឹងក៏មិនធម្មតាដែរអញ្ចឹងណាអនាគតម្ដាយក្មេកហ្នឹងក៏ដឹងដែរថាពុកម្ដាយតួស្រីរបស់យើងហ្នឹងគឺជាវិស្វករខាងហ្នឹងដែរហើយក៏ឆ្លៀតសួរតួស្រីថាឲ្យជួយមើលថាប្លង់ហ្នឹងវាមិនដែរផ្ទះហ្នឹងវាមិនដែរព្រោះចង់ដឹងសមត្ថភាពតួស្រីថាឪពុកម្ដាយជាអ្នកវិស្វករហ្នឹងតើកូនហ្នឹងចេះអត់អីចឹងណាហើយតួស្រីយើងក៏មានមាត់ដែរក៏គ្រាន់តែបើកមើលប្លង់ត្រួសសិនអីចឹងណាព្រោះនាងក៏អត់បានធៀមទុកដែរពេលហ្នឹងហើយចៃដន្យអីស្របពេលហ្នឹងតួប្រុសយើងក៏បានជួយទាន់ពេលវេលាដែរហ្នឹងបានគេហៅថាបរិសុទ្ធជីសេះសពិតប្រកបមែនចឹងណាហើយពេលហ្នឹងតួស្រីរបស់យើងក៏បានរួចខ្លួនមួយសារទៀតទៅហើយបន្ទាប់ពីហ្នឹងមកតួប្រុសរបស់យើងហ្នឹងក៏បានប្រាប់ទៅកាន់ម្ដាយរបស់ខ្លួនថាគាត់ហ្នឹងបានទិញផ្ទះហើយអញ្ចឹងម៉ាក់របស់គាត់ហ្នឹងមិនបាច់ទិញទៀតទេហើយស៊ីនហាមីងឯនេះក៏មិនបានຕົកយូរទេក៏ដឹកដៃតួស្រីចេញក្រៅទៅបាត់នៅចំពោះមុខម្ដាយទៀតអញ្ចឹងណាហើយម៉ាក់របស់គាត់ឯនេះមិនដឹងជាខឹងមិនទេត្រូវបានຕົកចោលម្ដាយនៅចំពោះមុខគេឯងហ្នឹងហើយម្ដាយរបស់ស៊ីនហាមីងរបស់យើងឯនេះវិញអស់ពាក្យនិយាយហ្មងដល់តែពេលអញ្ចឹងទៅហើយមកដល់ពេលយប់ឡើងតួប្រុសរបស់យើងហ្នឹងក៏បានធ្វើម្ហូបឲ្យតួស្រីយើងញ៉ាំនិយាយទៅថែcareតួស្រីគ្រប់បែបយ៉ាងការពារគ្រប់បែបយ៉ាងហ្មងនិយាយទៅតួស្រីរបស់យើងហ្នឹងមានអារម្មណ៍ថាមានសំណាងហ្មងអញ្ចឹងណាហើយពេលហ្នឹងតួស្រីរបស់យើងហ្នឹងក៏បានសួរទៅកាន់តួប្រុសថាហេតុអីបានតួប្រុសហ្នឹងចូលចិត្តដាំបាទៀលហ្នឹងអញ្ចឹងសិនហាមីងហ្នឹងក៏បានឆ្លើយថាដោយសារតែដើមបាទៀលហ្នឹងមកជីវិតរបស់ដើមផ្កាហ្នឹងគឺវាហិចលូតលាស់តែម្ដងទេអញ្ចឹងណាហើយរុក្ខជាតិផ្កាហ្នឹងក៏វាធន់ដែរអញ្ចឹងណាវាអត់ងាយងាប់ទេមិនថានៅកន្លែងត្រជាក់កន្លែងក្តៅអ្វីក៏ដោយមិនថាយើងអត់បានសើចទឹកវាក៏វានៅតែធន់រស់បានយូរដែរអញ្ចឹងណាបាទគិតទៅដើមបាទៀលហ្នឹងដូចជាជីវិតតួស្រីរបស់យើងដែរហ្នឹងណាព្រោះអីតួស្រីរបស់យើងគឺអាចធន់ទ្រាំបានគ្រប់យ៉ាងតែម្ដងបាទសង្កេតមើលទៅតួស្រីរបស់យើងមួយរយៈហ្នឹងហត់នឿយដែរអញ្ចឹងណាហត់នឿយនឹងការងារហើយជាពិសេសហ្នឹងគឺតួស្រីរបស់យើងហ្នឹងបានទប់ទល់ជាមួយនឹងអនាគតម្ដាយក្មេកហ្នឹងគ្រប់រឿងរៀងច្រើនដែរហើយបន្ទាប់ពីហ្នឹងមកតួប្រុសរបស់យើងឃើញអញ្ចឹងទៅក៏បានជូនកាដូជាលើកទី1គឺជានាឡិកាដៃនឹងឯងហើយមិនដឹងថាកាដូហ្នឹងមានគោលបំណងអីណាសម្រាប់តួស្រីរបស់យើងហើយតួស្រីឯនេះវិញដល់ពេលតែឃើញអញ្ចឹងគឺថាក្នុងចិត្តហ្នឹងរំភើបតែម្ដងព្រោះគិតថាតួប្រុសរបស់យើងហ្នឹងថែcareខ្លួនឯងគ្រប់បែបយ៉ាងហើយថែមទាំងការពារហើយនឹងមានទាំងកាដូឲ្យខ្លួនឯងទៀតអញ្ចឹងណានិយាយទៅមិនថាគេមិនថាយើងបើមានបរិសុទ្ធអញ្ចឹងមែនក្នុងចិត្តណាមិនដឹងថាខ្លួនឯងហ្នឹងសំណាងមិនទៅហើយហៅមានតួប្រុសរបស់យើងហ្នឹងក៏បាននិយាយទៅកាន់តួស្រីថាចង់ឲ្យរបស់ណាល្អៗទៅកាន់មនុស្សដែលខ្លួនឯងស្រឡាញ់អញ្ចឹងណាព្រោះដោយសារតែខ្លួនឯងមករយៈហ្នឹងរៀងរវល់ដែរអត់សូវបាននៅក្បែរតួស្រីរបស់យើងហ្នឹងហើយបន្ទាប់ពីហ្នឹងមកតួប្រុសរបស់យើងក៏មានសំណួរសួរទៅកាន់តួស្រីទៀតថាតួស្រីហ្នឹងចង់ខ្លាចជាពិធីករមែនដល់តែពេលអញ្ចឹងតួស្រីអានេះឡើងឆ្ងល់ថាណាគេប្រាប់អញ្ចឹងណាព្រោះដោយសារតែយើងដឹងហើយថាតួស្រីរបស់យើងគឺខិតខំប្រឹងប្រែងមែនតើដើម្បីបានតំណែងជាពិធីករប៉ុន្តែចៅហ្វាយរបស់នាងហ្នឹងគឺតែងតែប្រាប់នាងថាឲ្យនាងរងចាំរហូតមិនដឹងថារងចាំដល់ពេលណាទេលើកនេះបានដឹងថាមានឱកាសល្អហើយព្រោះតួប្រុសបានសួរអញ្ចឹងណា
ហើយសំខាន់ទូប្រុសយើងបានតែសារថាទូស្រីរបស់យើងហ្នឹងគឺមានសមត្ថភាពល្អចេះធ្វើការគ្រប់បែបយ៉ាងអញ្ចឹងណាហើយថែមទាំងប្រាប់ថាម្នាក់ទៀតដែលបានធ្វើជាពិធីករហ្នឹងមិនមានសមត្ថភាពស្មើទូស្រីរបស់យើងនេះទេចំណែកឯទូស្រីហ្នឹងញញឹមបិទមាត់មិនចិត្តទេលើសង្សារខ្លួនឯងនិយាយអញ្ចឹងហ៎តែចំណែកឯស៊ូយីនេះហ្នឹងមិនមែនមានន័យថានាងចង់ឲ្យទូប្រុសជួយណាគឺនាងចង់បានធ្វើអីមួយដោយសមត្ថភាពរបស់ខ្លួនឯងផ្ទាល់អញ្ចឹងណាហើយនាងក៏បានប្រាប់ឲ្យទូប្រុសហ្នឹងឲ្យជឿជាក់លើសមត្ថភាពរបស់នាងហើយចំណែកសេនហៅមីងដែលជាទូប្រុសរបស់យើងហ្នឹងក៏អត់មាននិយាយអីវែងឆ្ងាយទៀតដែរក៏មានលើកទឹកចិត្តទូស្រីក៏ដូចជាជឿជាក់លើសមត្ថភាពនាងទៀតអញ្ចឹងណាហើយសម្រាប់ថ្ងៃហ្នឹងវគ្គហ្នឹងមានតែប៉ុណ្្នឹងទេជួបគ្នានៅវគ្គក្រោយអរគុណ